ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកធ្វើពីរបៀបស្ងោរស្លឹកបាសជាមួយនឹងផ្សិតចំបើងបងប្អូនជាដំបូងគឺយើងត្រូវមានគ្រឿងផ្សំមានដូចជាអំបិលរ៉ូឌីទឹកត្រីហើយនឹងស្ករសបន្តិចនិងខ្ទឹមចិញ្ច្រាំផងដែរបន្ទាប់មកទៀតក៏ខ្ញុំបានតលាងសាច់ជ្រូកទុកមួយឡែកហើយក៏ខ្ញុំដំខ្ទឹមដើម្បីបង្កើតគ្រឿងផ្សំនឹងឯងបងប្អូនគ្រឿងផ្សំនេះគឺជាគ្រឿងផ្សំរបស់ខ្ញុំបងប្អូនយើងកុំភ្លេចលួចស្លឹកគ្រៃផងដើម្បីស្លឹកគ្រៃយើងអាចដាក់ទៅបន្ថយជាតិឆ្អះផងដែរបងប្អូនចានេះគឺជាសាច់ជ្រូកដែលខ្ញុំបានលាងហើយខ្ញុំសម្រោះទឹកស្រក់អស់ហើយនេះហើយបន្តមកទៀតខ្ញុំបន្តតលាងស្លឹកបាសបងប្អូនយើងលាងមើលទៅសម្រោះពីវេទឹកឲ្យអស់ដីអស់កតិចអស់កទីអញ្ចឹងណាបងប្អូនលាងឲ្យស្អាតប៉ុន្តែស្លឹកបាសយើងត្រូវរើសមើលដល់ឃើញមានចែកមានអីរើសចែកឬអីចែកស្លឹកបាសនឹងចេញអស់ផងដែរហើយខ្ញុំលាងវាទៅកូនខ្ញុំក៏ឃើញគាត់ចង់ចូលលាងដែរអញ្ចឹងឲ្យគាត់លាងតែម្ដងទៅព្រោះគាត់ចូលចិត្តលាងផ្សិតចំបើងគាត់ជាចំណងចូលចិត្តរបស់គាត់ហើយផ្សិតចំបើងបងប្អូនចាឲ្យគាត់លាងផងគាត់លេងផងបងប្អូនចាបងប្អូនបន្តមកទៀតនេះជាស្លឹកបាសដែលលាងហើយបន្តមកទៀតផ្សិតចំបើងយើងដាក់កាត់ទៅឲ្យគាត់លាងហើយយើងក៏យកមកសម្រោះទឹកបងប្អូនបន្ទាប់ពីសម្រោះទឹកហើយក៏ខ្ញុំយកស្លឹកបាសហើយនឹងផ្សិតចំបើងដែលបានលាងហើយយកមកទុកមួយឡែកដើម្បីយើងដាក់ដាំទឹកនិងដាំខ្ទឹមដាក់ផងដែរដើម្បីធ្វើសម្លស្ងោរលឹកបាសជាមួយផ្សិតចំបើងនឹងឯងបងប្អូនចាខ្ញុំបានដាក់ដាំទឹកហើយក៏ខ្ញុំបានលាយគ្រឿងជាមួយនឹងសាច់ជ្រូកបងប្អូនខ្ញុំជាដំបូងខ្ញុំលាយរ៉ូឌីហើយនឹងស្ករប៊ីចេងអំបិលបន្តិចហើយនឹងទឹកត្រីហើយនឹងម្រេចផងដែរបងប្អូនដើម្បីឲ្យចូលជាតិគ្នាមុនយើងមកសម្លបងប្អូនសម្រាប់សាច់ជ្រូករបស់យើងគឺយើងត្រូវចិញ្ច្រាំវាឲ្យម៉ត់សិនចាំយើងដាក់លាយសាច់ជ្រូកមុនពេលយើងស្ងោរអញ្ចឹងណាបងប្អូនបន្ទាប់មកពេលយើងទឹកយើងពុះហើយយើងដាក់ខ្ទឹមដែលយើងដំមុននេះមិញចូលហើយយើងដាក់សាច់ជ្រូកយើងចូលតែម្ដងបងប្អូនហើយរំងាស់មើលទៅសាច់ជ្រូកយើងផុយយើងរងចាំមើលណាបងប្អូនបន្ទាប់មកទៀតបើយើងថែមគ្រឿងបន្ថែមទៀតយើងថែមអំបិលបន្តិចស្ករបន្តិចប៊ីចេងបន្តិចផងដែរហើយនឹងម្រេចនិងរ៉ូឌីផងដែរបងប្អូនហើយខ្ញុំកូរឲ្យសព្វចូលជាតិគ្នាបន្ទាប់មកយើងទុករយៈពេលប្រហែលជា15នាទីចាហើយយើងរំងាស់ទុកសិនទៅបន្ទាប់មកទៀតខ្ញុំចាក់ទឹកត្រីចូលផងដែរបងប្អូនខ្ញុំភ្លេចប្រាប់បងប្អូនយើងមើលទៅទឹកពុះល្អហើយឆ្អិនល្អហើយទើបយើងបង់បន្លែស្លឹកបាសហើយនឹងផ្សិតចំបើងចូលបន្លែមួយមុខនេះគឺមានសារៈប្រយោជន៍ដល់សុខភាពយើងផងដែរព្រោះលឹកបាសវាជួយបង្កើតក្រិបឈាមរបស់យើងហើយបង្កើតជាតិដែកផងដែរបងប្អូនព្រោះវាជាបន្លែបៃតងចាបន្តមកទៀតខ្ញុំកូរមើលទៅឲ្យល្វិតទៅយើងមើលថាមើលល្មមឆ្អិនយើងដួសដាក់ចានយើងអាចបរិភោគបានហើយបងប្អូនចាអរគុណបងប្អូនសម្រាប់ការទស្សនាណាបងប្អូនកុំភ្លេចជួយចុច like និងជួយចុច subscribe ដល់ channel របស់នាងខ្ញុំផងបងប្អូនអូសំទោសភ្លេចមួយមុខទៀតគឺស្លឹកខ្ទឹមបងស្លឹកខ្ទឹមចូលតែម្ដងផងដែរបងប្អូនចាអរគុណបងប្អូនបាយបាយ